ចាថ្ងៃនេះខ្ញុំមកបាយកបោសម្រាប់មេរោគលើដីនៅកន្លែងចាំសត្វផ្ទាល់តែម្ដងចាហើយដោយសារតែនៅក្នុងរដូវកាលភ្លៀងធ្លាក់នេះបងប្អូនគួរតែបាយកបោសម្រាប់មេរោគលើដីនិងបាញ់ថ្នាំសម្រាប់មេរោគឲ្យបានញឹកញាប់បន្តិចនៅកន្លែងដែលបងប្អូនចិញ្ចឹមដើម្បីជៀសវាងបញ្ហាជំងឺកើតទៅលើសត្វចិញ្ចឹមរបស់បងប្អូនចាហើយបងប្អូនក៏បានដឹងហើយដែរការចិញ្ចឹមសត្វគឺយើងត្រូវតែមើលថែបានដិតដល់តាមបច្ចេកទេសឲ្យបានត្រឹមត្រូវបាញ់សម្រាប់មេរោគនឹងទ្រុងបាញ់កំបោរលើដីការប្រើប្រាស់ថ្នាំវីតាមីនផ្សេងៗបូករួមនឹងការជ្រើសរើសចំណីឲ្យបានត្រឹមត្រូវទើបទទួលបានលទ្ធផលល្អនិងជោគជ័យក្នុងការចិញ្ចឹមចាហើយនេះខ្ញុំបានជ្រើសរើសជាមួយនឹងចំណីសត្វ Green Feed ដើម្បីយកទៅឲ្យសត្វចិញ្ចឹមស៊ីដោយសារតែចំណីសត្វ Green Feed គឺមានគុណភាពល្អសត្វចំណីមានសភាពទន់សត្វចិញ្ចឹមស៊ីទៅងាយស្រួលនឹងរលាយគេកាត់បន្ថយជំងឺផ្សេងធ្វើឲ្យធំធាត់លឿនចំណាយពេលវេលាតិចក្នុងការចិញ្ចឹមតែទទួលបានផលលឿននិងទទួលបានការចំណេញច្រើនពីការចិញ្ចឹមជាចុងក្រោយបើសិនពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ទាក់ទងទៅនឹងការប្រាស់ចំណីសត្វថ្នាំវីតាមីនវ៉ាក់សាំងកំបោរបាយសម្រាប់មេរោគថ្នាំសម្រាប់មេរោគនិងបច្ចេកទេសផ្សេងពុកម៉ែបងប្អូនអាចទំនាក់ទំនងសាកសួរជាមួយនឹងខាងយើងបានចាហើយនៅក្នុងនោះផងដែរសម្រាប់អតិថិជនទិញទំនិញពីខាងយើងទៅយើងមានការព្រីជូននិងការបង្រៀនបច្ចេកទេសការចិញ្ចឹមដោយឥតគិតថ្លៃហើយនឹងពុកម៉ែបងប្អូនដែលចិញ្ចឹមបានហើយពិបាកក្នុងការរកទីផ្សារលក់ខាងយើងក៏ជួយរកទីផ្សារលក់ឲ្យផងដែរ